ពីបំផុតណាខ្ញុំអាចមានម៉ូតូក្នុងក្តីសម័យខ្ញុំហីនិយាយមែនតើក្នុងខ្ញុំជានិស្សិតនិង content creator ម្នាក់បើសិនជាខ្ញុំមានម៉ូតូផ្ទាល់ខ្លួនមួយគឺពិតជាងាយស្រួលមែនតើមិនថាទៅសាលារៀនទៅថតខាងក្រៅឬក៏ធ្វើដំណើរប្រចាំថ្ងៃឯងបើសិនជាខ្ញុំមានម៉ូតូផ្ទាល់ខ្លួនមួយគឺពិតជាចំណេញពេលវេលាហើយផ្ដល់ភាពងាយស្រួលច្រើនហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏ប្រហែលជាមានម៉ូតូម៉ាកមួយនៅក្នុងចិត្តអ្នកទាំងអស់គ្នាដែរមិនថា ADV PCX Click ឬក៏ម៉ូតូម៉ាកផ្សេងៗទេតែពេលខ្លះអ្វីដែលធ្វើយើងស្ទាក់ស្ទើរនោះគឺមិនមែនដោយសារតែយើងអត់ចង់បានទេគឺដោយសារតែយើងត្រូវការថវិកាមួយចំនួនធំក្នុងពេលតែមួយអញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកពីជម្រើសមួយដែលអ្នកទាំងអស់គ្នាអាចក្លាយទៅជាម្ចាស់ម៉ូតូដែលខ្លួនស្រឡាញ់បានកាន់តែងាយស្រួលជាងមុនជាមួយសេវាបង់រំលោភម៉ូតូពីធនាគារឯកទេសអនលោកអ្នកអាចស្នើសុំអនុទានបានយ៉ាងងាយស្រួលដើម្បីក្លាយទៅជាម្ចាស់ម៉ូតូក្នុងក្តីស្រមៃជាពិសេសគឺលោកអ្នកអាចដឹងពីលទ្ធផលស្នើសុំអនុទានក្នុងរយៈពេល15នាទីប៉ុណ្ណោះសម្រាប់ម៉ូតូ Honda NCX ហើយលក្ខខណ្ឌក្នុងការដាក់ពាក្យស្នើសុំក៏អត់មានភាពស្មុគស្មាញដែរគឺអតិថិជនដែលមានអាយុចាប់ពី22ឆ្នាំឡើងទៅផ្ដល់ទំហំកម្ចីបានរហូតដល់ 100% នៃតម្លៃម៉ូតូនិងមានលិខិតបញ្ជាក់ប្រាក់ចំណូលយ៉ាងតិច1ខែចុងក្រោយអតិថិជនដែលមានអាយុចន្លោះពី18ទៅ22ឆ្នាំក៏អាចដាក់ស្នើបង់រំលោភម៉ូតូថ្មីបានដែរដោយគ្រាន់តែមានប្រាក់ចូលរួម 10% នៃតម្លៃម៉ូតូតែប៉ុណ្ណោះសម្រាប់ព័ត៌មានបន្ថែមអាចតាក់ទងទៅកាន់លេខទូរស័ព្ទខាងលើនេះឬក៏អាចចូលទៅកាន់គេហទំព័រផ្លូវការរបស់ធនាគារឯកទេស Eon ធនាគារឯកទេស Eon សាមញ្ញរហ័សងាយស្រួល